ខ្ញុំកម្មសខាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិក្នុងនាមគណៈដឹកនាំក្នុងនាមគណៈបកសង្គ្រោះជាតិទាំងអស់នៅថ្ងៃចាប់ផ្ដើមនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់រឿងតាំងតំណាងរាស្ត្រអាណត្តិទី5នេះនៅខេត្តកំពង់ចាមខ្ញុំសូមសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមូលដ្ឋានខេត្តកំពង់ចាមថ្នាក់ក្រុងថ្នាក់ភូមិនិងគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេសសកម្មជនសកម្មនារីទាំងអស់ដែលបានបដូរផ្ដាច់ធ្វើការលះបង់គ្រប់ពេលវេលាលះបង់ថវិកាផ្ទាល់ខ្លួនហ៊ានបដូរផ្ដាច់ដើម្បីសម្រេចបាននៅជោគជ័យជូនដល់គណៈបកសង្គ្រោះជាតិយើងសកម្មជនសកម្មនារីគណៈបកសង្គ្រោះជាតិថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមជាផ្លូវការសម្រាប់ខេត្តកំពង់ចាមយើងនេះក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ដណ្ដើមយកជ័យជំនះដើម្បីយើងទាំងគ្នាក្នុងគោលបំណងផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការចេញពីប្រទេសកម្ពុជាបានHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ